បាទសួស្តីលោកគ្រូអ្នកគ្រូទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូខ្ញុំថ្មីទៀតហើយថ្ងៃនេះគឺខ្ញុំមកចែកម្លែកfile មួយ file ដែលលោកគ្រូអ្នកគ្រូអាច download វាបានងាយមែនទែនដោយសារខ្ញុំរៀបចំវាហើយអស់ហើយអញ្ចឹងtopic គឺតាក់ទងទៅនឹង wild animals ជាប្រភេទ flashcard អញ្ចឹងខ្ញុំរៀបបានដូចជាជាង10animal ដែរជាងយើងគ្រាន់តែ download ហើយយើងយកទៅ print យកទៅបិទនៅលើអញ្ចាំងបានតែម្ដងងាយស្រួលមែនទែនមិនបាច់ចាំរៀបចំទៀត ចឹងយើងមើលទៅនេះវាមានសត្វអខ្លាមានសត្វតោអញ្ចឹងបែបលក្ខណៈជាគំនូរបាទជាលក្ខណៈជាលក្ខណៈ animate បាទជាតុក្កតាអញ្ចឹងណាបាទអញ្ចឹងបើយើងចង់បានជាលក្ខណៈរូបពិតគ្រាន់តែ comment នៅក្រោមវីដេអូទៅខ្ញុំនឹងរៀបចំជាលក្ខណៈរូបពិត file ស្អាតៗឲ្យជារួមទៅគឺចាំតែ download យកទៅ print បិទតែម្ដងបាទមាន fox មាន panda មាន crocodile អញ្ចឹងទៅបាទមាន giraffe មាន elephant មាន deer raccoon បាទមាន rhinoceros បាទហើយវាមាន zebra អញ្ចឹងទៅបាទអញ្ចឹងឃើញទេស្រួលស្រាប់យើងគ្រាន់តែ print ទៅយើងអាចប្រើបានម្ដងអញ្ចឹងបើសិនជាយើងលោកគ្រូអ្នកគ្រូចង់បានឬក៏អ្នកនរគ្នាចង់បានសត្វអីផ្សេងឬក៏file អីផ្សេងគ្រាន់តែ comment នៅក្រោមវីដេអូទៅខ្ញុំនឹងរៀបចំជា file ហ្នឹងហើយខ្ញុំនឹងទម្លាក់នៅក្រោមវីដេអូហ្នឹងឲ្យតែម្ដងបាទអរគុណច្រើនជំរាបលានិងជួបគ្នានៅវីដេអូក្រោយ